របៀបចោលត្រួតពិនិត្យមើលរបៀបចោលត្រួតពិនិត្យមើលកាក់នៅក្នុងបាយមាន់3ត្រូវចេញឬអត់អានេះកាបោកមាសអានេះកាបោកប្រាក់ខ្ញុំជាអ្នកដាក់ឈ្មោះឲ្យវាថាជាកាបោកប្រាក់ឬក៏ហៅថាកាបោកបាយនៅនេះគ្រប់គ្នាហៅថាកាបោកបាយកាក់ដែលត្រូវត្រួតពិនិត្យមើលថាកាក់ណាល្អឬមិនល្អឧទាហរណ៍ត្រួតពិនិត្យមើលលើកាក់ខីនេះកាក់ខេវាមានតម្លៃហើយអញ្ចឹងអត់មានសញ្ញាអីផ្សេងទេមានមនុស្សទិញលក់ជារៀងរាល់ថ្ងៃអានេះពេលវេលាទិញលក់ពេលវេលាទិញលក់ជារៀងរាល់ថ្ងៃមុនគិតកង់កាក់ចំនួនគិតកង់សាតែ96អំទេតម្លៃកាក់សរុបស្មើនឹង4លានដុល្លារជាងអាស្រ័យឋានកិច្ចសន្យាតា BTO កា OUBI គឺជាការរបស់ប្រទេសវៀតណាមកំណែ BNB ផងខំកាក់នេះមានហានិភ័យតែយើងត្រូវខិតមើលបែបណាបានដឹងថាមានហានិភ័យកន្លែងនេះមិនមែនបញ្ជាក់ទេព្រោះដោយសារតែវាមានតម្លៃថោកពេកបានវាចាញ់បែបហ្នឹងមានមនុស្សចេញលក់ជារៀងរាល់ថ្ងៃមានមនុស្សចេញមានមនុស្សលក់មានមនុស្សចេញមានមនុស្សលក់ជារៀងរាល់ថ្ងៃម្ចាស់ករណីដែលគេបានទិញទុកនឹងលក់មើលទៅកាលហ្នឹងវាមិនបោកទេកន្លែងនេះសម្រាប់មើលចំនួនកាក់អាស្រ័យឋានកិច្ចសន្យាចំនួនផ្គត់ផ្គង់កាក់1000លាន1Bតម្លៃសរុប$9000ដោយសារតែតម្លៃកាក់ហ្នឹងវាមានតម្លៃថោកអញ្ចឹងហើយបានវាចេញសញ្ញាបែបនេះយើងអាចត្រួតពិនិត្យមើលកន្លែងនេះសារល្បងចេញបានដឹងថាកាក់ហ្នឹងចេញបានឬអត់
ឧទាហរណ៍យើងចេញ$1បាន11,100អានេះតម្លៃវាអត់មានហានិភ័យទេបើមានហានិភ័យនៅកន្លែងនេះបញ្ជាក់អញ្ចឹងកាក់នេះយើងអាចចេញបានដោយសារយើងមើលទៅវាអត់មានសញ្ញាបញ្ជាក់បើកប្រាស់តម្លៃទិញវាថ្លៃភាគរយចំនួន7% នៃការទិញកាក់នេះល្អមិនមែនបើកប្រាស់ទេកាក់មួយទៀតកាក់មិនជាកាក់របស់វៀតណាមនេះគឺជាកាក់របស់ចិនដូចគ្នាវាដាក់អញ្ចឹងដោយសារតែតម្លៃកាក់វាធ្លាក់ចុះខ្លាំងមានការទិញលក់ជារៀងរាល់ថ្ងៃបញ្ជាក់ថាកាក់ហ្នឹងមិនមែនជាកាក់បោកគ្រាន់តែទិញមានចំនួនអ្នកទិញតិចจุดនិមិត្តចំនួនកាក់អាស្រ័យដ្ឋានកិច្ចសន្យាដោយកាក់ហ្នឹងកាក់វៀតណាមឥឡូវអានេះគឺជាកាក់ចិនអាស្រ័យដ្ឋានកិច្ចសន្យាដូចគ្នា 1B ដូចគ្នាអានេះជាកាក់ចិនយើងសាកល្បងទិញលក់វានៅកន្លែងនេះឧទាហរណ៍ទិញ$1បាន18,000កាក់បញ្ជាក់ថាកាក់នេះល្អអាចចេញបានតម្លៃដោយសារតែថោកអញ្ចឹងវាយកសេវាថ្លៃជាម្ចាស់គម្រោងយកសេវាថ្លៃ7% ដូចគ្នាត្រួតពិនិត្យលើកាក់មួយនេះម្ដងមួយនេះតម្លៃវាថោកដូចគ្នាមានអ្នកចេញលក់មិនសូវប្រក្រតីមិនគួរប្រហោតទេ
ថ្ងៃខែអត់បានទិញទេអត់មានមនុស្សទិញលក់រយៈពេល2-3ថ្ងៃហើយចំនួនកាក់1B ដូចគ្នាមានអាសាឋានកិច្ចសន្យា BND ដូចគ្នាយើងសាកល្បងកន្លែងកន្លែងនេះនៅកានេះទិន្នន័យតម្លៃបច្ចុប្បន្នមិនពេញលេញទេលទ្ធផលនៃការបដូរអាចខុសពីការរំពឹងទុកបន្តដោយប្រុងប្រយ័ត្នកានេះអាចមានបញ្ហាប្រសិនបើយើងចេញទៅកាក់បានតិចហើយម្ចាស់កម្រងយកកាក់ពីយើងវិញអាចជាកាក់ខ្លែងខ្លាយប៉ុន្តែអាសាឋានកិច្ចសន្យាពិតប្រាកដកាក់ដែលចេញបែបនេះយើងមិនគួរទិញវាទេបើយើងចង់សាកល្បងទិញក៏វាមិនអីដែរសាកល្បង$1បានហើយនៅពេលចេញកាក់នឹងវាអាចបានរត់តែតិចក៏មិនដឹងដែរប៉ុន្តែវាមានអាសាឋានកិច្ចសន្យាច្បាស់លាស់របស់ BNB មួយនេះវិញដូចគ្នាមានមនុស្សចេញលក់ដែរតែឥឡូវលែងមានហើយបាត់បង់មនុស្សចេញលក់រយៈពេល 4-5 ថ្ងៃហើយចំនួនកាក់គិតកង1B ដូចគ្នាអាសាឋានកិច្ចសន្យាដូចគ្នាការជួញដូរវាមានបញ្ជាក់កន្លែងនិងលទ្ធផលនៃការទិញកាក់នេះវាដូចមិញយើងអាចទិញឬអត់អាស្រ័យលើយើងចេញបានច្រើនណាស់ច្រឡំហើយ$1អាចទិញបាន130000កាក់នេះគឺសេវាអស់តែ1%ទេ1%ជាង
ก็ខ្លះវាមាននេះយើងចេញឬអត់យើងអាស្រ័យយើងឆែកមើលប្រភពរបស់វាកាក់នេះមានតម្លៃមួយកាក់1សែនអត់មានអ្នកទិញម្ចាស់ករណីមានច្រើនមានអ្នកទិញមានអ្នកទិញជារៀងរាល់ថ្ងៃកាក់នេះមានអ្នកទិញជារៀងរាល់ថ្ងៃចង់បានវាឡើងតម្លៃខ្ពស់ការបរិច្ឆេទមានការទិញលក់ជារៀងរាល់ថ្ងៃដោយសារតែវាមានតម្លៃខ្ពស់ចង់បានវាអត់ចាញ់ហានិភ័យញើចំនួនផ្គត់ផ្គង់ចំនួនមួយដីអាសាឋានកិច្ចសន្យាខុសគ្នាតម្លៃទ្រព្យសម្បត្តិរបស់គម្រោងរហូតដល់$15 លានយើងសារបងបកចេញមើល$1យើងអាចចេញបាន64កាក់ជិត65កាក់វាយកសេវាម្ចាស់គម្រោងយកសេវា4%ជាងតម្លៃវាអាចប្រែប្រួលវាបញ្ជាក់ប្រាប់យើងពេលខ្លះតម្លៃវាយកភាគរយតិចពេលខ្លះវាយកភាគរយច្រើនកាក់ទាំងអស់នៅក្នុងកាបូប3មានច្រើនណាស់តែអាស្រ័យលើការយល់ដឹងរបស់យើងដូចកាក់នេះចង់មានតម្លៃរហូតដល់$48ដោយសារតែមានការចេញលក់ទាល់រហូតមានអ្នកទិញលក់ច្រើនជារៀងរាល់ថ្ងៃហើយមានអ្នកទិញច្រើនដោយសារតែគេចេញទុកច្រើនធ្វើឲ្យកាក់នឹងមានតម្លៃចំនួនកាក់
ចំនួនកាក់មានតែ3លានកាក់ជាងទេចឹងហើយបានកាក់នេះមានតម្លៃថ្លៃទ្រព្យសម្បត្តិរបស់គម្រោងគឺ162លានដុល្លារកាក់នេះមាន3លានកាក់ជាងមានតម្លៃ48ដុល្លារ